សូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូតើលោកគ្រូអ្នកគ្រូធ្លាប់តែចំណាយពេលរាប់ម៉ោងដើម្បីបង្កើត slide មេរៀនមែនទេប៉ុន្តែចាប់ពីពេលនេះតទៅលោកគ្រូអ្នកគ្រូឈប់បារម្ភទៀតទៅថ្ងៃនេះនាងខ្ញុំនឹងបង្ហាញអំពីរបៀបប្រើប្រាស់ Gemini AI ដើម្បីបំលែងរូបភាពមេរៀនឲ្យទៅជា slide PowerPoint ដ៏មានភាពស្រស់ស្អាតទាក់ទាញហើយលោកគ្រូអ្នកគ្រូមិនចំណាយពេលវេលាយូរថែមទៀតផងដូចនេះសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នានាងខ្ញុំឈ្មោះកយចនាដែលជាគរុនិស្សិតចំនួនទី6នៃមជ្ឈមណ្ឌលសាស្ត្រជាចំនួនថ្មីថ្ងៃនេះនាងខ្ញុំសូមចែករំលែកពីបច្ចេកទេសបង្កើត slide ដ៏មានភាពទាក់ទាញនិងជួយសម្រាលការងារដល់លោកគ្រូអ្នកគ្រូបានច្រើននៅក្នុងការបង្កើត slide និងនៅក្នុងការបង្រៀនផងដែរអញ្ចឹងមុនដំបូងសូមលោកគ្រូអ្នកគ្រូទាំងអស់ចាប់ផ្ដើមចូលទៅកាន់ Google Chrome បន្ទាប់មកលោកគ្រូអ្នកគ្រូសូម sign in ជាមួយនឹង email ដែលលោកគ្រូអ្នកគ្រូប្រើប្រាស់បន្ទាប់ពីលោកគ្រូអ្នកគ្រូបាន sign in email រួចហើយសូមលោកគ្រូអ្នកគ្រូ search ពាក្យgemini.google.com ចា៎បន្ទាប់មកលោកគ្រូអ្នកគ្រូអាចនឹងឃើញផ្ទាំងរបស់ Gemini បែបនេះផ្ទាំងរបស់ Gemini បែបនេះដូចនេះមុននឹងលោកគ្រូអ្នកគ្រូបង្កើត slide សូមលោកគ្រូអ្នកគ្រូថតទៅជាក៏ថតរូបភាពចេញពីសៀវភៅពុម្ពដែលលោកគ្រូអ្នកគ្រូគិតថាលោកគ្រូអ្នកគ្រូចង់បង្កើតទៅជា slide ដើម្បីបង្រៀនសិស្សដូចនេះខ្ញុំបានថតជារូបភាពចេញពីមេរៀនជីវវិទ្យាថ្នាក់ទី8ដូចនេះខ្ញុំអាប់ឡូតមេរៀននេះចូលទៅក្នុង Gemini យ៉ាងហើយចា៎បន្ទាប់ពីខ្ញុំអាប់ឡូតហើយខ្ញុំចាប់ផ្ដើមសរសេរប្រមដើម្បីឲ្យ Gemini អាចបង្កើត slide មេរៀនបានដូចនេះផ្ដើមសរសេរប្រមដូចនេះលោកគ្រូអ្នកគ្រូអាចសរសេរប្រមបានដូចដែលខ្ញុំបានដាក់ចូលនៅក្នុងប្រមអញ្ចឹងយើងអាចឲ្យគាត់ដើរតួជាគ្រូបង្រៀនម្នាក់ឧទាហរណ៍បើយើងបង្រៀនមុខវិជ្ជាជីវវិទ្យាយើងឲ្យគាត់ដើរតួជាគ្រូដែលគាត់មានឯកទេសខាងមុខវិជ្ជាជីវវិទ្យាហើយគាត់បង្រៀនអ្នកទី8បន្ទាប់មកសូមឲ្យបង្កើតទៅជា slide ទៅតាមចំនួន slide ដែលលោកគ្រូអ្នកគ្រូចង់បានអញ្ចឹងខ្ញុំចង់បានមេរៀននេះត្រឹមតែ10 slide តែប៉ុណ្ណោះដែលខ្លឹមសារដែលដាក់ក្នុង slide នីមួយៗគឺបានភ្ជាប់នៅក្នុងឯកសារនេះស្រាប់ហើយនៅក្នុង slide នីមួយៗបានប្រាប់ថាឲ្យដាក់ជារូបភាពនិងប្រើពាក្យពេចន៍ងាយស្រួលយល់អញ្ចឹងយើងចាប់ផ្ដើមបន្ទាប់ពីយើងបានដាក់ផ្សេងប្រមហើយយើងចាប់ផ្ដើមចុច submit នេះបន្ទាប់មកយើងចាប់ផ្ដើមពិនិត្យមើលទៅលើខ្លឹមសារដែល Gemini កំពុងតែរៀបចំបន្ទាប់ពីយើងបានពិនិត្យទៅលើខ្លឹមសារដែល Gemini បានឲ្យជា slide ព្រាងទុករួចហើយយើងចាប់ផ្ដើមឲ្យ Gemini បង្កើតជា slide ដែលយើងយកកន្លែងពាក្យ tool នេះហើយយើងយកពាក្យ Canva បន្ទាប់មកទៀតយើងចាប់ផ្ដើមសរសេរប្រមដើម្បីឲ្យ Gemini បង្កើតជា slide ដូចនេះខ្ញុំបានដាក់ជាប្រមបន្ទាប់ទៀតដើម្បីឲ្យ Gemini យកខ្លឹមសារទាំងអស់នេះទៅបង្កើតបានជា slide នៅក្នុង Canva បន្ទាប់មកខ្ញុំចាប់ផ្ដើមចុច submit បន្តទៀតបន្ទាប់ពីយើងសរសេរប្រមរួចហើយយើងចុច submit នេះគឺជាលទ្ធផល slide ដែល Gemini បានរៀបចំឲ្យយើងចានេះគឺជា slide ទី1 slide ទី2 slide ទី3ចានេះគឺជារបៀបដែល Gemini បានរៀបចំ slide ឲ្យយើងដែលត្រូវទៅតាមខ្លឹមសារមេរៀនរបស់យើងបន្ទាប់មកលោកគ្រូអ្នកគ្រូចង់ឲ្យ Gemini បង្កើតឧទាហរណ៍ថាចង់បង្រៀនតាមវិធីសាស្ត្រតាមបែបសហការអញ្ចឹងលោកគ្រូអ្នកគ្រូអាចសរសេរប្រមបន្ថែមឧទាហរណ៍ថានៅក្នុង slide ទី4ឲ្យ Gemini បង្កើតជាសកម្មភាពវិភាសាក្រុមតាម Sing Pair ឬក៏ឲ្យ Gemini បង្កើត slide បន្ថែមតាក់ទងជាមួយនឹងការដាក់បញ្ហាដែលតាក់ទងជាមួយនឹងជីវភាពប្រចាំថ្ងៃដូចនេះនៅក្នុងផ្នែកនេះលោកគ្រូអ្នកគ្រូអាចសរសេរប្រមបន្ថែមឧទាហរណ៍ដូចខ្ញុំបានសរសេរអញ្ចឹងសូមឲ្យ Gemini កែតម្រូវនៅក្នុង slide ទី4ដាក់ជាសកម្មភាពវិភាសាក្រុមឧទាហរណ៍ដូចខ្ញុំបានលើកនៅក្នុងយុទ្ធវិធី Sing Pair Share ហើយនៅក្នុង slide ទី8ឲ្យ Gemini បានឲ្យរៀបចំទៅជាបញ្ហាដែលកំពុងតែកើតមាននៅក្នុងពិភពលោកសប្តាហ៍ថ្ងៃដើម្បីឲ្យសិស្សគាត់បានសិក្សាបន្ថែមដូចនេះខ្ញុំចុច submit បន្តទៀតបន្ទាប់ពីលោកគ្រូអ្នកគ្រូបានចុចបញ្ជារួចហើយនេះគឺជាលទ្ធផលដែល slide ដែល Gemini បានបង្កើតឲ្យយើងដែលមាន
តាំងពីមេរៀនច្បាស់លាស់មានតកតងជាមួយនឹងគោលបំណងនៃការសិក្សាមានតកតងជាមួយនឹងខ្លឹមសារមេរៀនដែលមើលទៅកាន់តែមានភាពតាក់ទាញចានេះគឺជាមេរៀន slide ដែលជាម្នាក់បានរៀបចំវាហើយបន្ទាប់ពីរៀបចំ slide ហើយយើងអាចយក slide នេះមកប្រើប្រាស់បានតាមរយៈលោកគ្រូអ្នកគ្រូចុចកន្លែង export to slide បន្ទាប់មកលោកគ្រូអ្នកគ្រូនឹងចាំបន្ទាប់ពី create slide នេះ load ឲ្យយើងហើយបន្ទាប់ពីលោកគ្រូអ្នកគ្រូចុចហើយលោកគ្រូអ្នកគ្រូសូមបន្តចុចកន្លែង open slide នេះលោកគ្រូអ្នកគ្រូនឹងឃើញ slide នៅបើកនៅក្នុងដើម្បី share slide នេះយកមកប្រើប្រាស់ជា PowerPoint បានលោកគ្រូអ្នកគ្រូសូមចុចកន្លែងពាក្យ file នេះបន្ទាប់មកលោកគ្រូអ្នកគ្រូចុចកន្លែងពាក្យ download ហើយលោកគ្រូអ្នកគ្រូអាចជ្រើសរើសបានបើសិនជាលោកគ្រូអ្នកគ្រូចង់បានជា PDF ចុច PDF បើលោកគ្រូអ្នកគ្រូចង់បានជា PowerPoint ចុច PowerPoint ព្រោះលោកគ្រូអ្នកគ្រូអាចបើចុចជា PowerPoint លោកគ្រូអ្នកគ្រូអាចយកវាមកកែបន្ថែមទៀតចាអញ្ចឹងលោកគ្រូអ្នកគ្រូបន្ទាប់ពីវា load ជា PowerPoint ឲ្យហើយលោកគ្រូអ្នកគ្រូសូមចុចកន្លែងនេះមកវានឹងចេញ slide ជា PowerPointចានេះគឺជា slide PowerPoint ដែលជាម្នាក់បានបង្កើតឲ្យយើងហើយចំពោះរូបភាពឬក៏ខ្លឹមសារដែលលោកគ្រូអ្នកគ្រូចង់បន្ថែមអីឲ្យកាន់តែមានភាពស៊ីជម្រៅឬក៏ច្បាស់លាស់ជាងនេះលោកគ្រូអ្នកគ្រូអាចថែមបានដូចនេះតកតងជាមួយនឹងការបង្កើត slide តាម PowerPoint របស់យើងខ្ញុំបានរួចរាល់ដោយដែលលោកគ្រូអ្នកគ្រូបានធ្លាប់បានឃើញអញ្ចឹងថាការរៀបចំ slide ដែលខ្ញុំបានធ្វើនេះមិនដល់រយៈពេល10នាទីទេខ្ញុំអាចបង្កើតបាន slide តាម PowerPoint បានដែរលោកគ្រូអ្នកគ្រូអាចសាកល្បងធ្វើទាំងអស់គ្នាដើម្បីទទួលបាន slide មេរៀនកាន់តែមានភាពតាក់ទាញហើយលោកគ្រូអ្នកគ្រូចំណាយពេលតិចអញ្ចឹងអរគុណលោកគ្រូអ្នកគ្រូដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការទស្សនាវីដេអូនេះសូមអរគុណសូមជម្រាបលា